ក្រុមហ៊ុនអវកាស Blue Origin របស់អគ្គនាយក Amazon លោក Jeff Bezos បានបង្ហាញថាឆាប់ៗខាងមុខនេះលោកនឹងរៀបចំដំណើរទស្សនកិច្ចទៅទីអវកាសដែលមានអ្នកចូលរួមទាំងអស់សុទ្ធតែជាស្ត្រីដែលក្នុងនោះក៏រួមមានវត្តមានកំពូលតារាចម្រៀង Katy Perry ផងដែរខុសគ្នាពីបេសកកម្មមួយរយៈពេលវែងរបស់ NASA Rocket New Shepard របស់ក្រុមហ៊ុន Blue Origin នឹងនាំអ្នកអវកាសយានិកជាស្ត្រីទាំងនោះធ្វើដំណើររយៈពេល11នាទីទៅកាន់ខ្សែបន្ទាត់ Kármán ដែលជាព្រំប្រទល់រវាងបរិយាកាសនិងលំហរបស់ផែនដីអវកាសយានិកដែលចូលរួមមានកំពូលតារាចម្រៀងអ្នកនាង Katy Perry គូដណ្ដឹងរបស់លោក Jeff Bezos អ្នកនាង Lauren Sanchez សហពិធីករនៃសារព័ត៌មាន CBS អ្នកស្រី Gayle King ផលិតករភាពយន្តអ្នកនាង Karen Flynn និងអ្នកវិទ្យាសាស្ត្រ Amanda Nguyen ដែលនឹងក្លាយជាស្ត្រីជនជាតិវៀតណាមដំបូងគេដែលបានទៅទីអវកាសអវកាសយានិកនារីទាំងអស់មានក្តីរំភើបរីករាយយ៉ាងខ្លាំងក្នុងដំណើរបេសកកម្មជាប្រវត្តិសាស្ត្រនេះអ្នកស្រី Gayle King វ័យ70ឆ្នាំបានបញ្ជាក់ថាលោកស្រីទន្ទឹងរង់ចាំដំណើរផ្សងព្រេងនេះជាយូរមកហើយចំណែកឯតារាចម្រៀងអ្នកនាង Katy Perry វិញបាននិយាយថាអ្នកនាងជឿថារឿងអ្វីៗក៏អាចសម្រេចបានដែរខណៈដែលអ្នកនាង Amanda Nguyen បានបញ្ជាក់ថាខ្លួនមានគោលបំណងបំផុសគំនិតនារីវៀតណាមចំនួនក្រោយឲ្យមានចក្ខុវិស័យដូចរូបគាត់សូមបញ្ជាក់ថាការបាញ់បង្ហោះក្រុមរ៉ុកែតនេះត្រូវបានកំណត់រៀបចំឡើងអំឡុងនីតិខែរដូវឆ្នាំ2025នេះប៉ុន្តែការបរិច្ឆេទច្បាស់លាស់នៅមិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ